ប្រសិនបើមិនធ្លាប់ដួលអ្នកក៏មិនអាចក្រោកឈរឡើងបានយ៉ាងរឹងមាំដែរអ្នកដែលទទួលបានជោគជ័យអាចដោយសារតែគេធ្លាប់ដួលច្រើនជាងឬក៏ឆ្លងកាត់នូវការបរាជ័យច្រើនជាងអ្នកដទៃនោះឯងពេញមួយជីវិតរបស់មនុស្សយើងវាគឺជាអំឡុងពេលនៃការសាកល្បងនិងការតស៊ូដែលមិនឈប់ឈរទន្ទឹមនឹងគ្នានេះដែរនៅក្នុងអំឡុងពេលនៃការព្យាយាមដែលមិនឈប់ឈរនេះហើយដែលវាធ្វើឲ្យមនុស្សយើងមានភាពវៃឆ្លាតនិងបញ្ញាវាងវៃច្រើនជាងមុននោះมันមាននរណាម្នាក់ដែលកើតមកហើយនៅក្នុងជីវិតមួយនេះមានតែភាពរលូនរាបស្មើនោះទេគឺមានតែអ្នកដែលឆ្លងកាត់នៅទុក្ខវេទនាភាពបរាជ័យហើយនោះទេទើបគេអាចមានអារម្មណ៍យល់ពីសេចក្តីសុខដែលបានមកពីភាពជោគជ័យយ៉ាងពិតប្រាកដគឺមានតែអ្នកដែលត្រូវភាពបរាជ័យធ្វើការសាកល្បងហើយបានទទួលមេរៀនពីភាពខុសឆ្គងតែប៉ុណ្ណោះទើបគេអាចមានភាពចាស់ចិត្តចាស់គំនិតជាងមុនភាពជោគជ័យមិនមែនមានគន្លឹះសម្ងាត់អ្វីនោះទេភាពជោគជ័យគឺបានមកពីការចាប់ផ្ដើមធ្វើសាកល្បងផ្លាស់ប្ដូរសាកល្បងទៀតផ្លាស់ប្ដូរទៀតក្រោយមកក៏ត្រូវដួលហើយក៏ងើបឡើងឈរឲ្យត្រង់បានម្ដងទៀតកំហុសឆ្គងជាញឹកញាប់ប្រៀបដូចជាត្រាបោះនៅលើចិត្តរបស់យើងប្រៀបធៀបទៅគឺវាមានភាពជ្រាលជ្រៅជាងភាពជោគជ័យទៅទៀតយើងនឹងរកឃើញថានៅក្នុងអំឡុងពេលនៃការធំធាត់របស់មនុស្សគ្រប់គ្នាគឺតែងតែធ្លាប់បង្កើតនៅកំហុសដែលគួរតែកាត់ឡើងមកហើយគ្រប់គ្នាទាំងអស់ដូចជាក្មេងនៅពេលដែលហាត់ដើរក៏ត្រូវតែធ្លាប់ដួលកំហុសផ្សេងៗទាំងអស់នោះវានឹងជួយជំរុញឲ្យយើងអភិវឌ្ឍនិងធំធាត់ឡើងបានមនុស្សគឺតែងតែខ្លាចនៅភាពខុសឆ្គងឬក៏និយាយឲ្យត្រូវទៅនោះគឺខ្លាចមិនចង់ទទួលបានគ្រោះថ្នាក់ដែលភាពខុសឆ្គងនោះវាអាចនឹងនាំមកឲ្យទៅវិញទេឧទាហរណ៍ថាមិនហ៊ានធ្វើអ្វីសោះទោះបីជាមិនមានភាពខុសឆ្គងកើតឡើងក៏ដោយប៉ុន្តែក៏អាចនឹងត្រូវបាត់បង់ឱកាសទទួលបាននូវភាពជោគជ័យផងដែរមិនថានៅក្នុងអំឡុងពេលណាក៏ដោយយើងក៏មិនចាំបាច់ត្រូវភ័យព្រួយបារម្ភពីរឿងអនាគតហួសហេតុពេកនោះទេប៉ុន្តែគួរតែពិនិត្យមើលចង្វាក់ពេលវេលានៅក្នុងការដើរទៅមុខនៅក្នុងពេលបច្ចុប្បន្នឲ្យបានល្អដើរមួយជំហានក៏កែលម្អឲ្យត្រូវមួយជំហានដូចនេះនៅពេលដែលយើងទៅឈរនៅត្រង់ចំណុចចុងក្រោយនោះយើងនឹងអាចឈរបានយ៉ាងរឹងមាំនៅពេលដែលអ្នកធ្វើខុសមានចំណុចដែលមិនគួរធ្វើ3ប្រការទី1លាក់បាំងកំហុសដែលកើតឡើងហើយច្បាស់ជាត្រូវបាកកកាយចេញមកនៅថ្ងៃណាមួយជាមិនខានដល់ពេលនោះស្ថានភាពអាចនឹងធ្ងន់ធ្ងរជាងការព្រមសារភាពតាំងពីថ្ងៃដំបូងទៅទៀតទី2ទម្លាក់កំហុសទៅលើអ្នកដទៃការធ្វើបែបនេះមិនយូរមិនឆាប់ក៏ច្បាស់ជាត្រូវគេចាប់បានជាដដែលទី3នឹកគិតបារម្ភពីកំហុសដែលកើតមានហួសហេតុពេកការរិះគន់ខ្លួនឯងវាគឺជារឿងល្អប៉ុន្តែការរក្សាជំនឿជឿជាក់សម្រាប់ខ្លួនឯងវាក៏ជារឿងសំខាន់ដែរអ្នកដែលជួបប្រទះទៅនឹងជោគជ័យអាចដោយសារតែគេធ្លាប់ដួលច្រើនជាងឬក៏ឆ្លងកាត់នៅការបរាជ័យច្រើនជាងអ្នកដទៃមិនថាចង់ធ្វើអ្វីមួយគឺសុទ្ធតែមានផ្នែកល្អនិងផ្នែកមិនល្អអ្វីដែលសំខាន់គឺនៅពេលដែលយើងកំពុងឃើញផ្នែកមិនល្អយើងគួរតែស្វែងរកនិងជ្រើសរើសរកវិធីកែលម្អឲ្យឃើញហើយប្រមូលយកនៅបទពិសោធន៍ចេញមកដើម្បីឈានទៅខាងមុខមួយជំហានម្ដងធំធាត់ឡើងនៅក្នុងចំណោមភាពខុសឆ្គងទាំងអស់នោះឈានទៅមុខនៅក្នុងចំណោមការគិតបែបច្នៃប្រឌិតការប្រឈមមុខទៅនឹងភាពខុសឆ្គងដែលខ្លួនឯងរបស់យើងវាប្រកាសជានាំមកនូវគុណតម្លៃនិងសេចក្តីសុខពិតនៅក្នុងជីវិតអត្ថបទនេះដកស្រង់ចេញពីសៀវភៅឲ្យគន្លឹះឆ្ពោះទៅរកភាពជោគជ័យដែលមានកម្រាស់224ទំព័រប្រិយមិត្តអ្នកអានក៏អាចស្វែងរកទិញបាននៅតាមបណ្ណាគារអនឡាញនិងតូបលក់សៀវភៅនៅទូទាំងប្រទេសឬក៏អាចកម្មង់ទិញបានតាមរយៈគេហទំព័រ Mindbook www.mindbook.com.kn